ប៉ុនមួយម៉ាត់នេះតាមមានន័យសេចក្តីយ៉ាងណាដែរទៅអនុខែសូមវិសាចនាគុណផនតេបបិទ្ធព្រះមហាថេរៈដ៏មានសិរីសួស្តីមានវសាភ្នួអូននៅក្នុងព្រះពុទ្ធសាសនាក៏បានច្រើនព្រះវសាហើយព្រះអង្គបានលើកយកនៅបញ្ហាកម្មជាដំបូងជាបឋមសាសួរដល់អង្គខ្ញុំប្រកាសនានេះតម្រូវទៅតាមកម្មវិធីបុណ្យដែលឥស្រាទៅបតីសម័យដើមទានប្រធានដើមបុណ្យដែលត្រូវទៅកូនត្រូវទៅចៅញាតិខៅសន្តានលោកបានប្ររពធ្វើក្នុងវេលាគ្រាឱកាសនេះគឺធ្វើបុណ្យចម្រើនបជននិងបុណ្យទស្សនានុប្រទានបានសេចក្តីថាទំនុកសម្រងចុងតាមដល់ពុព្វៈវរៈជនលោកអ្នកមានគុណមានលោកពុទ្ធអ្នកម្ដាយបុព្វការីជនទាំងឡាយដែលគាត់នៅមានទៅជនមាទីជាយុប្រព្រឹត្តទៅក្នុងពេលបច្ចុប្បន្ននេះមួយផ្នែកហើយមួយផ្នែកទៀតតាមអុយទៅបតិការៈទៅទិញនៅបុញ្ញកុសលផលបុណ្យនៃការបងពីភាសាតោមនោសចេតនាជ្រះថ្លាចំពោះគុណព្រះរតនត្រ័យដើម្បីទិញនៅបុញ្ញនាទីទាំងអស់នោះជូនទៅដល់ពុព្វៈវរៈជនលោកឲ្យឈ្មោះទៅធ្វើបុណ្យទស្សនាប្រទានចឹងបុណ្យក្នុងថ្ងៃនេះបតិការៈតស្នងសងគុណចំពោះលោកអ្នកដ៏មានគុណដែលមានជីវិតកំពុងតែប្រព្រឹត្តទៅក្នុងពេលបច្ចុប្បន្នផងនិងបតិការៈតស្នងសងគុណបុព្វការីជនដែលបានធ្វើការកិរិយាផងចឹងណាយោណានឹងបុណ្យទានពីរប្រការនឹងឯងចឹងព្រះមហាថែក៏ព្រះអង្គនឹងលើកយកបញ្ហាកម្មឯណាបតីក្រៅអំពីប្រធានបទតែឥស្រាសបតីសម័យដើមទៀតលោកមានសទ្ធាជ្រះថ្លាគោរពធ្វើក្នុងពេលនេះទេអញ្ចឹងគឺចាប់តាមបញ្ហាដំបូងលោកសាកសួរអំពីវិធបុណ្យអញ្ចឹងញោមណាហើយញាតិញោមខ្លះក៏បានជ្រាបញាតិញោមខ្លះក៏មិនទាន់បានជ្រាបញាតិញោមខ្លះក៏បានដឹងញាតិញោមខ្លះក៏មិនទាន់បានដឹងអញ្ចឹងទាំងញាតិញោមបានដឹងបានចេះបានចាំឲ្យក្តីញាតិញោមដែលមិនទាន់បានចេះបានចាំក្តីក៏ត្រូវតែព្រៀបនៅសោតភាសាក៏ថាស្អាតដើម្បីស្ដាប់នៅរវាងរបស់ព្រះដ៏មានពធាដែលព្រះអង្គទ្រង់សម្ដែងប្រទេសស្ថានទុកនៅព្រះពុទ្ធសាសនារហូតដល់សប្តាហ៍នេះដើម្បីបានជាវត្តត្រង់នៃបានធ្វើខ្លួនឲ្យខៅទៅជាពុទ្ធបរិស័ទដូចជាកាយឈូកនិយមណាសម្រាប់ថ្វាយចំពោះគុណព្រះរតនត្រ័យទាំងបព្វជិតក្តីទាំងប្រវត្តិក្តីដែលព្រះចិនស្រីព្រះអង្គទ្រង់ផ្ញើព្រះសាសនានៅលើពុទ្ធបរិស័ទទាំង4ទូកนั้นអញ្ចឹងព្រះពុទ្ធសាសនានេះមានការរីកចម្រើនសំពាត់វិវត្តទៅមុខយ៉ាងណាវាអាស្រ័យនឹងការចេះដឹងរបស់ពុទ្ធបរិស័ទចឹងញាតិញោមកុំឲ្យមានគំនិតគិតឯព្រះអង្គទេសនាសូត្រពីថាបុណ្យអញ្ចឹងរហូតក៏ញាតិញោមប្ររពធ្វើបុណ្យបានមិនទេរឿងបុណ្យមិនដឹងទៅទេរឿងអីណាញោមណាព្រោះញាតិញោមទាំងអបាសកទាំងអបាសិកាទាំងយេវតាបងប្រុសបងស្រីយុវជនយុវនារីក្តីដែលអញ្ជើញមកនេះគឺសិតតែមកធ្វើបុណ្យទាំងអស់គ្នានឹងណាញោមណាអញ្ចឹងណាញោមតែអ្នកមកធ្វើបុណ្យនេះណាញោមណាអញ្ចឹងព្រះអង្គគ្រូលោកចំដឹងពីថាបុណ្យនឹងមានន័យយ៉ាងម៉េចចឹងវាថាបុណ្យនេះជាភាសាសំស្ក្រឹតដែលយើងហៅថាបុណ្យហ្នឹងភាសាសំស្ក្រឹតដល់ពេលភាសាបាលីលោកឲ្យឈ្មោះថាបញ្ញត្តិហើយដល់ខែមរៈភាសាគឺភាសាខ្មែរយើងលោកឲ្យឈ្មោះថាពេញហើយពេញក្នុងទីនេះព្រះដ៏មានពធាចំកត់ក្នុងលោកក៏ឲ្យព្រះអង្គសម្ដៅត្រង់ពេញទៅដោយកុសលធម៌ដែលលោកសម្ដែងថាសន្តាមាញ់ពុណាទេសោទេតេតេបញ្ញាញ
ថាសភាវៈខយណាដែលញ៉ាំងនៅសមាធិចិត្តរបស់សត្វឲ្យតាំងនៅក្នុងកុសលធម៌សភាវៈធម៌ទាំងអស់នោះលោកឲ្យឈ្មោះថាបុណ្យដែលអម្ចាស់សូមព្រះអង្គទានជ្រាបណាសាធុប្របីណាអនុខែបានបកស្រាយបរិយាយស្ដីនៃក្នុងពាក្យថាបុណ្យប្រមាណនេះគឺថាជាកុសលធម៌ដែលយើងត្រូវបំពេញដោយកាយដោយវិចារដោយចិត្តនឹងគឺឈ្មោះថាបុណ្យហើយចឹងនៅក្នុងឱកាសនេះខ្ញុំកណាអត់បំពេញទេពីព្រោះថាលោកខែបានបកស្រាយបរិយាយត្រូវត្រង់ទៅតាមព្រះពុទ្ធដីការបស់ព្រះដ៏មានពភាព្រះអង្គលោកទ្រង់ត្រាស់សម្ដែងទៅហើយអញ្ចឹងខ្ញុំកណានឹងលើថានឹងដណ្ដឹងសួរទៅដល់ប្រគុណម្ចាស់នឹងបន្តទៅទៀតអញ្ចឹងខែនាំឲ្យកើតបុណ្យនេះអនុខែតាមមានប្រមាណយ៉ាងដែរទៅសូមវិសេសជាតសវចនាមហង្សត្វាមហាថេរោបពតព្រះមហាថេរៈក៏មានសិរីសួស្តីឥឡូវនេះព្រះអង្គបានមានសង្ឃដីកាឬពុទ្ធេរៈដីកាដណ្ដឹងសួរដល់ខ្ញុំប្រកាសណាអំពីហេតុដែលនាំឲ្យកើតបុណ្យនឹងបន្តទៀតឲ្យញោមណាយើងហេតុដែលនាំឲ្យកើតបុណ្យក្នុងទីនេះបើសួរខ្ញុំកណានេះដូចជាមិនសូវច្បាស់ហើយបានបើសួរម្ចាស់តាមទានប្រធានតាមបុណ្យមកនឹងច្បាស់ហើយញោមយ៉ាងណាញោមហ៎មកគាត់អ្នកធ្វើមកតែដឹងហើយថាហេតុតែនាំឲ្យកើតបុណ្យនោះមានអ្វីខ្លះយ៉ាងណាម្ចាស់តាមទានប្រធានតាមបុណ្យនេះញោមនៅខាងមុខនេះញោមហើយហើយញោមបានស្ដាប់ព្រះអង្គគ្រូព្រះមហាតែព្រះអង្គសួរមកថាហេតុតែនាំឲ្យកើតបុណ្យនោះមានអ្វីខ្លះអញ្ចឹងអាត្មាដូចជាមិនសូវដឹងច្បាស់ចង់សួរម្ចាស់បុណ្យវិញថាមានអ្វីខ្លះដែរញោមមើលអញ្ចឹងញោមណាជ្រះថ្លាហើយមានអីទៀតញោមណាមានអីទៀតញោមបើនិយាយរមាដែលអញ្ជើញមកនេះមានអីទៀតញោមជួយមកដល់រោងបុណ្យអញ្ចឹងគឺអ៊ីស្រាអែលបដិសម័យដើមទៀតប្រធានដើមបុណ្យលោកបានឆ្លើយមកវិញថាដោយសេចក្តីជ្រះថ្លាពុទ្ធទេបសន្មាជ្រះថ្លាចំពោះគុណព្រះពុទ្ធធម្មេបសន្មាជ្រះថ្លាចំពោះគុណព្រះធម៌សង្ឃេបសន្មាជ្រះថ្លាចំពោះគុណព្រះសង្ឃនេះគឺជាហេតុទី1ដែលនាំឲ្យកើតបុណ្យអញ្ចឹងញោមណាឬក៏លោកសម្ដែងថាគុណសក្ខណហេតុដែលនាំឲ្យកើតបុណ្យទី1ហ្នឹងគឺជ្រះថ្លាចំពោះគុណព្រះពុទ្ធជ្រះថ្លាចំពោះគុណព្រះធម៌ជ្រះថ្លាចំពោះគុណព្រះសង្ឃឬក៏ជ្រះថ្លាចំពោះគុណមេត្តាបិតាបានអាចបរិច្ចាគទ្រព្យធនធានដែលខ្លួនមាននឹងធ្វើទៅជាបុណ្យចម្រើនបជននិងបុណ្យទាននានុប្រទានបានចឹងកូនចៅប្រុសស្រីសម័យតាមទានប្រធានបានបុណ្យនឹងជ្រះថ្លាអញ្ចឹងមែនទេញោមជ្រះថ្លាអញ្ចឹងមែនទេកូនណាជ្រះថ្លាចំពោះគុណម្ដាយឪពុកចឹងមែនទេអញ្ចឹងជ្រះថ្លាដោយកាយជឿជាក់ថាលោកអ្នកមានគុណមានលោកឪពុកអ្នកម្ដាយនេះគាត់ជាអ្នកមានគុណពិតប្រាកដមែននឹងលោកឲ្យឈ្មោះថាប្រាសាទព្រះសទ្ធាហេតុដែលនាំឲ្យកើតបុណ្យទី1គឺការឡើងដោយសារការជ្រះថ្លាចាស់តាមទានបានបុណ្យក៏ចេះធម៌ដែរដោយត្រូវទី2ព្រះដ៏មានពភាព្រះអង្គទ្រង់ថាសម្ដែងហេតុដែលនាំឲ្យកើតបុណ្យក្នុងចំណុចទី2លោកឲ្យឈ្មោះថាសង្វេគោគឺពិចារណាអំពីសត្វនិងសង្ខារទាំងឡាយថាសភាវៈធម៌មិនទៀងសភាវៈធម៌ជាទុក្ខហើយជារបស់អនត្តាថ្ងៃណាមួយវាប្រែប្រួលថ្ងៃណាមួយវាឈឺចុកចាប់ថ្ងៃណាមួយវានឹងដល់ពេលស្លាប់ហើយបាក់លាចាត់ចាយចេញអំពីកូនទាំងឡាយមិនខានអញ្ចឹងបានជាលោកនៅមានបជនទីជាយុគហើយកូនចៅប្រុសស្រីក៏រលឹកនឹកឃើញដល់សង្ខារធម៌របស់លោកអ្នកមានគុណផង
នឹងសង្ខាររបស់ខ្លួនដែលមាននៅក្នុងពេលបច្ចុប្បន្ននេះផងក៏ញ៉ាំនៅសទ្ធាជ្រះថ្លាឲ្យកើតទៅជាកម្មវិធីបុណ្យនេះលោកឲ្យឈ្មោះថាសង្វេគោនឹងគឺហេតុទី2ឬក៏លោកឲ្យឈ្មោះថាសង្ខារសក្ខណៈហេតុក៏នេះញោមគឺពិចារណាពីសង្ខារមិនទៀងចឹងណាញោមណាចឹងហើយយើងទាំងអស់គ្នានឹងទៀងឲ្យមិនទៀងញោមទៀងឲ្យមិនទៀងញោមណាគាត់នេះព្រះដែលមានតែទៀងព្រះអង្គសម្ដែងថាជាគាត់ទៀងផងជាផងមិនទៀងទៀងផងតែថាជាគាត់ទៀងទៀងតែពីអីញោមទៀងតែពីជារាទៀងតែពីជាទីទៀងតែពីស្លាប់តែព្រះដែលមានតែទៀងព្រះអង្គអានមិនទៀងវិញនោះមិនដឹងទៅថ្ងៃណាចឹងញោមណាហើយបើយោងណាដឹងទៅថ្ងៃណាធ្វើប្រូក្រាមចែកឲ្យហ្មងទៅយោមមានដឹងទេអត់ដឹងទេណាញោមណាចឹងអ៊ីស្រាតបតីសម័យដើមទៀនដើមផងមកអត់ដឹងដូច្នេះបានជាទៀតធ្វើបុណ្យចម្រើនទៅជូនខគុណលោកអ្នកមានគុណនេះនេះគឺជាហេតុទី2លោកឲ្យឈ្មោះថាសង្វេគោឬក៏សង្ខារសក្ខណៈហេតុហើយទៅដល់ការវត្តក្នុងចំណុចទី2ពិចារណាសង្ខារមិនទៀងចឹងស្រាប់បាននេះញោមប៉ុណ្ណឹងបាននេះញោមអត់ឆ្លើយទាំងបាននៅទៅសួរចឹងស្រាប់បាននេះញោមតែថាបានសួរទៅយល់នេះញោមយល់ចឹងញោមណាចឹងញោមចាស់ដើមទៀនតាមមុនយល់ទៅយល់แล้วណាញោមណាចឹងយល់ហើយមកឆ្លើយទៅមុខទៀតដល់ពេលទី3លោកសម្ដែងថាដោយសារឃើញគុណមេត្តាបិតាគុណព្រះរតនត្រ័យនិងសង្ខារទាំងឡាយមិនទៀងដូច្នេះគឺស្រាប់ទាំងឡាយនឹងតាំងនៅក្នុងឯគេញោមកាលណាពិចារណាឃើញយ៉ាងនេះជាលក្ខណៈធម៌កាលណាពិចារណាឃើញនៅទុក្ខតាធម៌កាលណាពិចារណាឃើញនៅថាធម៌ដែលមិនមែនជារបស់ខ្លួនដូច្នោះតាមលោកតាំងនៅក្នុងអីញោមតែដល់ថាមិនទៀងចឹងយើងគិតតាំងនៅក្នុងអីញោមមើលញោមតាំងនៅក្នុងបាបឬក៏តាំងនៅក្នុងបុណ្យថាញោមតាំងនៅក្នុងបាបឬក៏តាំងនៅក្នុងបុណ្យបើឆ្លើយផងខ្ញុំឆ្លើយទៅខាងបងគ្រូយ៉ាងនេះទៅគេថាលោកគ្រូមានមកអងឯងថាជួយឆ្លើយថាផងកម្មជើងបានផងមើលទៅលេងទៅកម្មជើងគ្នាឯងចឹងមកហើយអានទៅទឹកដីលោកម្ចាស់គ្រូឯស្មាមកក្នុងអងឯងចឹងមកដល់កណ្ដាលកន្លែងឯងទៅស្មាសួរជួយឆ្លើយផងញោមណាជួយឆ្លើយជាមួយលោកមានផងហើយលោកមានអានផងញោមណាអញ្ចឹងបើដឹងថាសង្ខារមិនទៀងដូច្នេះស្រាប់លោកទាំងឡាយរំលែងអង្គខ្លួនឲ្យតាំងនៅក្នុងសេចក្តីល្អដែលលោកឲ្យឈ្មោះថាទេសច្ចរតាគឺមានសេចក្តីស្អាតដោយកាយវិការចិត្តនេះគឺជាហេតុដែលនាំឲ្យកើតបុណ្យទៅព្រះដ៏មានប្រទានបងទ្រង់ត្រាស់សម្ដែងថាសុខខាងយាមយក្ខរាសីលੰសុខាសភាវតតិតាសុខោបញ្ញាបតិយាគោបាបានੰអកតនੰសុខੰបើដឹងថាសង្ខារទាំងឡាយនឹងទៀងទាត់មានការវិវត្តមានការប្រែប្រួលទៅតាមច្បាប់នៃធម្មជាតិដូច្នេះតាមលោកទាំងឡាយត្រូវតែតាំងនៅចេតនាក្នុងសិលត្រូវតាំងខ្លួននៅក្នុងសទ្ធាត្រូវនាំគ្នាចម្រើនបញ្ញាហើយមិនគួរណាប្រព្រឹត្តធ្វើនៅអំពើបាបតែជាហេតុនាំមកនៅសេចក្តីទុក្ខត្រូវនាំគ្នាសម្រុកសាងបុណ្យតែជាហេតុនាំមកនៅសេចក្តីសុខណាអង្គម្ចាស់សូមព្រះអង្គទានជ្រាបណាសាធុប្របីណាស់ចឹងលោកខែបានបកស្រាយបរិយាយពីរូបបកក្បាយនៅក្នុងហេតុនាំមកកើតបុណ្យទាំង3យ៉ាងដែលយាយតាញោមញាពុទ្ធបរិស័ទទាំងអស់ចាំអត់មិន3ចាំអត់ហេតុនាំមកកើតបុណ្យទី1ជាជ្រះថ្លាទី1គេសុភាទី2ឯគេវេគោទី2ឯគេយាយខាងក្រោយនោះតបស្លុតនឹងសងខាងទី2យាយខាងក្រោយទី2ឯគេដល់ពេលចេះចាំណាដល់មកពីព្រះអង្គណាដល់ពេលយាយខាងក្រោយខំចង់ដាក់ស្លាប់
ก็สวดดังจังประบาทแล้วก็จะในไม่มาฟังเงินแล้วโดยจริงจังจะมาทาสมมาช่วยปราบความจำอัติปีไอเก๋ สองขามันเตี้ย ติปีไอเก๋เย่กันกล้อยส่งไปโทรให้จำนายได้ปีไฟไอเก๋ เรากด แต่สัจจตาเปิดยัดสัจจคลานกับน้องบอลจะไปยิ่งคือเกียรติให้น้อง